ម្សិលមិញខ្ញុំធ្វើការ post sticker ថាថ្ងៃនេះមានស្នាញ់មកទឹកនឹងជើងច្បាក់ចូលប៉ុន្តែថ្ងៃមិញដោយសារតែមានភ្ញៀវគាត់មកទិញនៅកន្លែងច្រើនអញ្ចឹងទៅខ្ញុំធ្វើការ post ទៅស្នាញ់មកទឹកគេហើយស្នាញ់មកទឹកហ្នឹងក៏ post ទៅក៏មានបងប្អូនគាត់យកហើយមានបងប្អូនគាត់ចូល comment ដោយសារអត់ឃើញខ្ញុំតប comment ពីតម្លៃប្រាប់គាត់អញ្ចឹងណាហ្នឹងហើយដោយសារតែឥឡូវហ្នឹងគោលការណ៍គេរឹតបន្តឹងជាមួយនឹងការ post ដាក់តម្លៃអញ្ចឹងខ្ញុំបានដាក់តម្លៃដូចមុនទេហើយសម្រាប់ស្នាញ់មកទឹកដោយបងប្អូនដឹងហើយថានៅពេលដែលខ្ញុំ post គឺតម្លៃគឺសមរម្យឯងបងប្អូនប្រភេទស្នាញ់មកទឹកគឺចន្លោះអាចជា11 10ឬក៏ក្រោម10អញ្ចឹងណាចាហើយសម្រាប់ស្នាញ់នេះខ្ញុំកំពុងតែកាន់បង្ហាញជូនបងប្អូននេះគឺជើងច្បាស់ចាស់សាច់ថ្មីស្នាញ់ហ្នឹងក៏ខ្ញុំអាសាយកមកផុសជូនបងប្អូនដែរព្រោះឥឡូវហ្នឹងយើងអាសាទិញច្បាស់បានហើយយើងក៏ធ្វើការចងហើយយកមកផុសជូនបងប្អូនព្រោះភិកច្រើនណែបងប្អូនគាត់ដាក់ច្បាស់មកពេលខ្លះគាត់ចាំយូរអញ្ចឹងពេលដែលខ្ញុំមានច្បាស់ខ្ញុំឆ្លៀតធ្វើទៅហើយធ្វើការណែផុសឬក៏ធ្វើជាវីដេអូដល់បង្ហាញជូនបងប្អូនដើម្បីអ្នកដែលគាត់មានតម្រូវការប្រើប្រាស់អញ្ចឹងគាត់អាចបានភ្លាមយកទៅប្រើអញ្ចឹងហើយមួយទៀតដែលពេលខ្លះគាត់អត់ដឹងថាកំងនៃប្រភេទណាឯតបថាខ្ញុំមានអីវ៉ាន់ត្រូវចិត្តគាត់ទិញតែម្ដងអញ្ចឹងណាចាសម្រាប់ស្នាញ់ដែលខ្ញុំបង្ហាញជូននេះគឺប្រភេទកាឡា3ទាំង2ចាកាឡា3ទាំង2ហើយវង10ហាត់ដូចគ្នាប៉ុន្តែស្នាញ់នេះមានមួយប្រភេទស្នាញ់ធៀបចាហើយមួយទៀតប្រភេទស្នាញ់បងអូសអញ្ចឹងហើយស្នាញ់នេះខ្ញុំកំពុងតែកាន់នេះកាឡា3ខ្សែលេខ2ស្នាញ់នេះបងប្អូនយកបងអូសក៏បានធៀបក៏បានចាស្នាញ់ប្រភេទនេះណាបងអូសក៏បានធៀបក៏បានចាសាច់វាខ្សែលេខ2ស្មើសម្រាប់ស្នាញ់នេះវង10ហាត់6គីឡូជាងទាំងសាច់ហើយសម្រាប់ស្នាញ់នេះគឺយើងលេងកង់ពណ៌នេះដូចខ្ញុំកាន់បង្ហាញជូនបងប្អូនអញ្ចឹងមានកង់ពណ៌ហ្នឹងណាចាកែវកង់ពណ៌តក្រូចហ្នឹងហើយហើយសម្រាប់ស្នាញ់ច្បាស់ចាស់តម្លៃធម្មតាគឺខ្ញុំដាក់ជូនបងប្អូនវង10ហាត់14វងណែ9ហាត់13ដូចបងប្អូនដឹងតម្លៃអញ្ចឹងនៅពេលដែលមានគឺអត់ខុសតម្លៃគ្នាទេចាវង10ហាត់គឺតម្លៃ14 free ដឹកជូនមានថង់មានឈ្នួលមានអំបោះហើយចំពោះការ comment ខ្ញុំអត់ដាក់តម្លៃនៅក្រុម comment ទៀតទេអញ្ចឹងណាបងប្អូនតែបើគាត់សួរអីផ្សេងនឹងឆ្លើយតែបើសិនជាអាចតែផ្ញើសារចូលឆាត់បានខ្ញុំនឹងព្យាយាមផ្ញើជូនបងប្អូនបានច្រើនចាហើយសម្រាប់វងនេះគឺស្នាញ់អូចាខ្សែលេខ1ក្រុមស្រោលើកាឡា3ដូចគ្នាចុះទឹកលឿនចាសម្រាប់បងប្អូនណាដែលគាត់ចង់បានស្នាញ់ចុះទឹកលឿននឹងហើយគាត់អាចសាកមើលប្រភេទវងនេះបានចាអ្នកដែលធ្លាប់ប្រើអញ្ចឹងគាត់អាចស្គាល់ស្នាញ់ហើយចាប្រភេទដែលចុះទឹកលឿនតែគាត់ថាស្នាញ់តែកាលណាចុះទឹកលឿនបងប្អូនអាចយកទៅបង់ជំនាញថ្មឬក៏សម្រាប់ច្រើននៃប្រភេទហ្នឹងគឺគេច្រើនតែប្រើសាច់ស្ដើងចាសាច់ស្ដើងអញ្ចឹងវាងាយនឹងលហែកប៉ុន្តែប្រភេទនេះគឺយើងអត់ប្រើសាច់ស្រូវស្មើទេយើងប្រើលេខ1ក្រោមស្រូវលើចាអញ្ចឹងប្រភេទនេះសាច់វាក៏គួរសមដែរមិនមែនផុយដូចសាច់លេខស្រូវ1នោះទេណាចាស្រូវនោះបានងាយផុយខ្លាំងតែនេះលេខ1គឺនៅធឺលើបន្តិចទៀតអញ្ចឹងវាក៏វាមិនងាយនឹងលហែកដូចបងប្អូនធ្លាប់ថាឃើញស្នាញ់គេក៏បងម្ដងទីមកលហែកអស់ហ្នឹងហើយពេលខ្លះអាចនឹងប៉ះជាមួយនឹងដែកឬក៏អីផ្សេងតាប៉ុន្តែបើសិនជាខ្សែលេខ1ត្រឹមតែសម្រាប់តិចតួចគឺវាអត់ងាយលហែកទេសម្រាប់ស្នាញ់ថ្មីបងប្អូនហ្នឹងហើយអញ្ចឹងតម្លៃដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងបើសិនជាអ្នកដែលគាត់ត្រូវការកាឡាខ្នាតគីឡូដែលខ្ញុំប្រាប់ហ្នឹងនឹងហើយគាត់អាចធ្វើការកម្មនៅក្នុងឆាតបានហើយបងប្អូនដែលចូលមើលកុំដាក់លេខជាសាធារណៈណាហើយសម្រាប់តម្លៃនៅក្នុងការ comment ខ្ញុំអត់បានតបទេប៉ុន្តែបើបងប្អូន comment សួរតម្លៃខ្ញុំនឹងព្យាយាមឆាតជូនទៅបងប្អូនចាតាមប្រអប់សារចាអញ្ចឹងស្នាញ់នេះគឺកាឡា3ដូចគ្នាវង10ហាត់ដូចគ្នាមួយខ្សែលេខ2មួយខ្សែលេខ1បញ្ជាក់ជូនបងប្អូនចាកុំឲ្យច្រឡំវងគ្នាសម្រាប់សាច់លាតស្មើនេះចាអត់មានកែវកង់ទេណា